ជា software មួយសម្រាប់ធ្វើការនេះគឺជា software computer soft តែក្នុងនោះយើងមុនពេលដែលយើង log in ចូលទៅកាន់ software យើងត្រូវមាន username ហើយនិង password ដែល username និង password នេះវាត្រូវបានបង្កើតឡើងនៅពេលដែលអ្នកទាំងអស់គ្នាបង្កើត MySQL ឡើងហើយសម្រាប់ software មួយនេះយើងមាន username និង password តែមួយទេដែលវាមានសិទ្ធិជា admin ដែលវាមាន control ទៅលើការ log ការ add និង update បន្ទាប់ពីយើង log in ជាមួយយើងមានឃើញមាន start supply expand sale customer invoice inventory service import and flow តែមានប៊ូតុងដូចនេះគឺប៊ូតុង log out ពេលដែលអ្នកទាំងអស់គ្នាចង់ចាក់ចេញពីកម្មវិធីនេះពេលណាដែលយើងចុចទៅលើប៊ូតុង start នោះយើងអាចមកព័ត៌មានរបស់ start ហើយអាច add delete និង update ហើយនឹង view start ទាំងអស់ពេលណាដែលយើងចូលមើលហើយយើងចង់ត្រឡប់វិញយើងអាចចុចទៅលើពាក្យថា cancel ហើយសម្រាប់ប៊ូតុង supply គឺវាដូចទៅនឹងប៊ូតុង start មួយកាលពីដែលយើងបង្ហាញពេលមុនដូចគ្នាសម្រាប់ប៊ូតុង start supply ហើយនិង customer គឺវាដូចគ្នាហ្វមវាដូចគ្នាគឺយើងមានសិទ្ធិអាចមើលអាចលុបយើងអាច update បានហើយសម្រាប់ប៊ូតុង expand គឺយើងប្រើនៅពេលដែលចំណាយទៅលើការចំណាយផ្សេងៗដូចជា salary ចំណាយទៅលើការបង់ថ្លៃកាប់ភ្លើងក្នុងនោះបើសិនជា what expand ឈ្មោះរបស់ what expand នោះមិនទាន់មានទេយើងអាច add នឹង what expand ថ្មីក៏ដូចជា high name ថ្មីដូចគ្នាបើសិនជាវាមិនទាន់មានហើយបើសិនជាយើងចង់មើលហើយយើងចង់ត្រឡប់វិញយើងគ្រាន់តែចុចប៊ូតុង back ហើយនេះគឺជាប៊ូតុង invoice នេះយើងសម្រាប់មើលរាល់របាយការណ៍ដែលតកតងជាមួយនឹងការ close service ហើយនិង expand report close នេះគឺចង់សំដៅទៅលើការយើងចង់មើល computer clone ID មួយណាឈ្មោះមួយណាតម្លៃចាប់ពីទៅហើយចង់មើល computer clone នៅក្នុងថ្ងៃណាអ្នកណាជាអ្នក clone ចំណាយអស់ប៉ុន្មានយើងអាច print និងអាចជួយមើល detail របស់វានេះគឺជា invoice service យើងអាចមើលថាក្នុងថ្ងៃហ្នឹងតើយើងទទួលជួសជុលកុំព្យូទ័រទៅលើ service ហ្នឹងបានប្រមាណតម្លៃប្រមាណទៅលើកុំព្យូទ័រតែណាតើទទួលសេវាកម្មអ្វីខ្លះហើយយើងក៏អាចព្រីរបាយការណ៍ចេញទៅបានដែរចំណែក report expense យើងចង់មើលថាតើសប្តាហ៍នេះឬមួយថ្ងៃនេះយើងចំណាយទៅលើអ្វីខ្លះនេះគឺជាប៊ូតុង service មុនពេលដែលយើងទទួលកុំព្យូទ័រយើងត្រូវបញ្ចូលព័ត៌មានរបស់កុំព្យូទ័រនោះជាមុនសិនពេលដែលយើងបញ្ចូលហើយយើងក៏ចុច enter ពេលនោះព័ត៌មានរបស់កុំព្យូទ័រវានឹងធាក់ចូលទៅក្នុង section នេះពេលដែលយើងបញ្ចូលព័ត៌មានទាំងអស់នេះរួចហើយយើងត្រូវ add ហើយនេះគឺជាប៊ូតុង import order មានន័យថានៅពេលដែលជាណាមួយគាត់ត្រូវការ product ផ្សេងៗសម្រាប់យកមកជួសជុលកុំព្យូទ័រគាត់ត្រូវមាន ID របស់គាត់ហើយនឹងមានឈ្មោះរបស់អ្នកកាន់ stock នោះបន្ទាប់មកយើងចុច save ហើយនេះគឺជាប៊ូតុង clone គឺយើងសម្រាប់នៅពេលដែលយើង clone ពពួក desktop បើសិនជា clone នោះស្លាប់មានហើយយើងគ្រាន់តែវាយមកវានឹងចេញហើយពេលនោះយើងអាចយកវាទៅ clone បានប៉ុន្តែបើសិនជាវាមិនទាន់ទេយើងអាច add new កាលណា add new ទៅតម្លៃ spec នេះវាមិនចេញអត់អត់មានន័យថាអត់ទាន់ add spec ចូលទេដូច្នេះយើងត្រូវ add spec ចូលជាមុនសិននេះគឺយើង add computer clone ថ្មីនៅពេលដែលយើងចង់ spec អត់ហើយយើងត្រូវ add ចូលទៅកាន់ add specពេលដែលយើង add spec ហើយវានឹងចេញពាក្យថា yes ពេលនេះគឺយើងអាច save បានហើយយើងអាចយកតម្លៃរូបពេលដែល save ហើយវាគឺបង់ចូលទៅកាន់ database
ហើយនេះគឺជា view យើង view stock ដែលយើងអាចមើល stock របស់ clone បានហើយអាចមើលតម្លៃបានឥឡូវយើងសាក clone computer មួយយើងត្រូវដាក់ serial វា SQL ថា